ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយពីរឿងអំអឿនកាលនៅពីក្មេងអំអឿនជាក្មេងកំព្រារស់នៅជាមួយនឹងលោកតាំងពីតូចរហូតប៉ុន្តែនៅថ្ងៃមួយបែរជាមានស្ត្រីម្នាក់ស្លាប់ហើយស្លាប់ទាំងមានកូននៅក្នុងពោះទៀតផងពេលនោះប្រជាជនទាំងអស់បាននាំគ្នាយកស្ត្រីនោះមកបូជានៅក្នុងវត្តរបស់អំអឿននៅអាចារ្យនៅទីនោះបាននិយាយប្រាប់អំអឿនថាអាតូចយប់នេះឯងហ៊ាននៅម្នាក់ឯងទេអំអឿនដែលជាក្មេងអ្វីដែលមិនចេះខ្លាចសោះក៏បាននិយាយទៅកាន់អាចារ្យនោះថាខ្ញុំមិនខ្លាចទេពេលដែលអ្នកភូមិរៀបចំសាកសពរបស់ស្ត្រីនោះហើយក៏បានដុតភ្លើងបូជាទៅធម្មតាលុះបូជារួចហើយអ្នកភូមិក៏បានរើសឆ្អឹងនាំគ្នារើសឆ្អឹងនាំគ្នាប្រមូលឆ្អឹងដែលនៅសល់ទៅបោះចោលក្នុងទឹកដើម្បីយកត្រជាក់ត្រជុំទាំងគ្រួសារអ្នកទាំងអស់គ្នានោះពេលយប់មកដល់លោកក៏ចាប់ផ្ដើមជួងនាំគ្នាឡើងវិហារប៉ុន្តែអំអឿនជាក្មេងខ្ជិលខ្លាំងណាស់នៅពេលនោះគាត់ក៏បានរត់គេចហើយពួនប៉ុន្តែរឿងដែលអស់សំណើចបំផុតនោះអំអឿនមិនដឹងទេថាស្ត្រីម្នាក់ដែលស្លាប់នៅព្រឹកមិញនេះពិតជាសាហាវខ្លាំងណាស់គេនឹងចេញឡើងជប់នេះអំអឿនលុះពេលដល់វេនខ្លួនមកដាំបបរក៏បានទៅដាំបបរជាធម្មតាប៉ុន្តែពេលទៅដល់កន្លែងដាំបបរនោះពេលនោះស្លាប់តែមានស្ត្រីម្នាក់ឈរបីកូននៅក្រោមដើមអំពិលហើយស្រែកហៅគាត់ថាអូនមកនេះបន្តិចអំអឿនគិតក្នុងចិត្តថាច្បាស់ជាខ្មោចលងអញហើយប៉ុន្តែគាត់ធ្វើជាមិនខ្លាចដោយសារតែគាត់ជាមនុស្សដែលរឹងមាំតាំងពីក្មេងពីនោះខ្មោចជាស្ត្រីម្នាក់នោះក៏បានបាត់ទៅវិញដោយសារតែធ្វើអីអំអឿនមិនកើតលុះដល់ពេលព្រឹកឡើងរឿងនេះត្រូវបានដឹងដល់លោកចៅអធិការវត្តអំអឿនក៏បានលោកស្ដីបន្ទោសយ៉ាងខ្លាំងថាឯងចង់គេចពីការដាំបបរមែនទេអំអឿនគ្មានអ្វីត្រូវនឹងបង្កែកក៏បានមិនតអ្វីទាំងអស់គាត់មិនហ៊ានតមាត់ទេពីព្រោះគាត់ជាក្មេងវត្តដែលរស់នៅទីនេះលុះដល់ពេលល្ងាចឡើងលោកក៏ចាប់ផ្ដើមគោះជួងដើម្បីនាំគ្នាចូលវិហារម្ដងទៀតពេលនោះអំអឿនមិនបានខ្ជិលឡើយគាត់ក៏បានឡើងវិហារជាមួយលោកទាំងអស់ប៉ុន្តែលបងត្រូវជាលបងរបស់អំអឿនបានផ្លិចខ្សែក្របាត់ចង្កេះបងប្អូនខ្ញុំមិនចេះប្រើភាសារបស់លោកទេខ្ញុំសូមហៅខ្សែក្របាត់ទៅចោះពេលនោះក៏បានប្រើអំអឿនមកយកពេលនោះអំអឿនក៏បានចុះមកតាមលបងប្រើហើយក៏បើកទ្វារឡើងលើកត់ប៉ុន្តែរឿងដល់សែនព្រឺព្រួចនោះអំអឿនបានឃើញស្ត្រីម្នាក់នោះអង្គុយលើរោតផ្ទះគាត់អង្គុយបើកភ្នែកធំដាក់គាត់ពេលនោះអំអឿនស្រាប់តែតក់ស្លុតនឹងមានការភ័យខ្លាចជាខ្លាំងពីព្រោះមុខរបស់ស្ត្រីម្នាក់នោះមានភ្នែកយ៉ាងធំកំពុងតែសម្លឹងមកមើលគាត់ភ័យបែកញើសក្បាលពេញនឹងខ្លួនហើយក៏បែរមុខទៅក្រោយហើយរត់យ៉ាងលឿនប៉ុន្តែទោះបីជាអំអឿនខំទៅធាក់ដៃទៅធាក់ជើងយ៉ាងណាក៏មិនទៅមុខដែរពេលនោះសំណាងរបស់អំអឿនហើយដែលបានព្រះចៅអធិការគាត់បានសមាធិដឹងថាស្ត្រីម្នាក់នេះនឹងមករកអំអឿនម្ដងទៀតតាមពិតទៅបងប្អូនស្ត្រីម្នាក់នេះពេលដែលគេកំពុងតែមកធ្វើបាបអំអឿននៅពេលដាំបបរក៏ព្រះចៅអធិការបានដឹងដែរប៉ុន្តែលោកធ្វើជាមិនដឹងព្រោះខ្លាចអំអឿនខ្លាចឥឡូវយើងត្រឡប់មកចូលសាច់រឿងយើងវិញពេលនោះព្រះចៅអធិការក៏បានលើកដៃហើយសូត្របាលីប្រាប់ទៅស្ត្រីម្នាក់នោះថាកុំចងកាប់ចងពីអី
ឆាប់ទៅចាប់ជាតិទៅពេលនោះស្ត្រីម្នាក់នោះក៏បានទម្លាក់ទឹកមកចុះហើយក៏បានលូតជង្គង់សំពះទៅព្រះចៅអធិការហើយនិយាយថាជួយឧទ្ទិសកុសលឲ្យខ្ញុំកណាផងពេលនោះព្រះចៅអធិការក៏បានសូត្រធម៌ឲ្យឧទ្ទិសកុសលឲ្យទៅដល់ស្ត្រីម្នាក់នោះពេលនោះគេក៏បានរលាយបាត់ទៅរឿងរបស់យើងសន្មតថាចប់ត្រឹមនេះសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផង